ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើនំពងមាន់តៃវ៉ាន់នំពងមាន់តៃវ៉ាន់នេះពេលដុតហើយភ្លាមខាងលើស្រួយហើយខាងក្នុងវិញគឺទន់ឆ្ងាញ់អញ្ចឹងកុំឲ្យរង់ចាំយូរយើងមកធ្វើទាំងអស់គ្នាដំបូងគួរពងមាន់8គ្រាប់ចូលទៅក្នុងចានដែករួចទុកមួយឡែកសិនចាក់ម្សៅខេចំនួន105ក្រាមចូលទៅក្នុងកន្ត្រងនិងម្សៅពោតចំនួន15ក្រាមរួចធ្វើការរែងម្សៅឲ្យម៉ត់ចូលគ្នាសព្វល្អប្រេងឆាចំនួន95ក្រាមមានកម្ដៅ90អង្សាសេរួចចាក់ចូលទៅកូរឲ្យសព្វមួយទៀតបើបងប្អូនអត់មានអីវ៉ាស់ទេយើងអាចកំណត់ថាប្រេងឆាមានកម្ដៅអ៊ុនៗគឺបានហើយពេលដែលកូររួចចាក់ទឹកដោះគោចំនួន90ក្រាមចូលរួចកូរឲ្យសព្វម្ដងទៀតបន្ទាប់ពីកូររួចខ្ញុំដាក់ពងក្រហមចំនួន8គ្រាប់ចូលរួចកូរឲ្យសព្វបន្ទាប់មកយើងចាប់ផ្ដើមធ្វើពងមាន់សម្ដងខ្ញុំចាក់ពងមាន់សចំនួន8គ្រាប់ចូលទៅក្នុងចានដែកទឹកខ្មេះចំនួន4ខាំនិងអំបិលចំនួន2ខាំហើយយកម៉ាស៊ីនមកវាយពងសក្នុងរបឿនលឿននៅពេលដែលវាយពងសបានមួយស្ទុះហើយយើងចាប់ដើមចាក់ស្ករសចំនួន90ក្រាមចូលបន្តិចម្ដងរហូតទាល់តែអស់ស្កររួចបន្តវាយពងសរហូតដល់ខាប់ដូចជាគ្រីមមួយទៀតយើងដកម៉ាស៊ីនមើលថាពងសយើងចេញជារាងបែបនេះគឺរួចរាល់ហើយរួចដាក់ពងមាន់ពណ៌សជា3ដងចូលទៅក្នុងពងមាន់ក្រហមហើយបន្តកូរថ្នមរបៀបកូរពងមាន់គឺយើងកូរពីក្រោមឡើងមកលើកូរពីចំហៀងហើយបត់ថ្នមរហូតទាល់តែរលាយចូលគ្នាសព្វបន្ទាប់ពីកូរពងមាន់សព្វល្អហើយខ្ញុំចាក់ពងមាន់ចូលទៅក្នុងថាសដុតនំទំហំ22x30 សង់ទីម៉ែត្ររួចវែកនៅខាងលើឲ្យរាបស្មើល្អនិងគោះចំនួន3ដងផងរួចបន្ថែមទឹកក្តៅអ៊ុនប្រហែលជា70អង្សាសេចូលទៅក្នុងខ្ទះដុតនំខាងក្រោមរួចយកពុម្ពនំយើងមកដាក់ពីលើហើយដុតក្នុងកម្ដៅខាងលើ150អង្សាសេនិងកម្ដៅខាងក្រោម170អង្សាសេស្មើនឹង65នាទីទៅ70នាទីនៅពេលដែលដុតហើយភ្លាមត្រូវដកក្រដាសចេញពីនំកុំឲ្យបែកញើសនំនៅពេលដែលកាត់នំនឹងឃើញថាខាងលើមានសភាពដូចជាស្រួយហើយខាងក្រោមគឺទន់មើលទៅគួរឲ្យចង់ញ៉ាំមែនទែនសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមសរសេរ comment នៅខាងក្រោមសូមជួយចុច like និង share វីដេអូនេះឲ្យបានច្រើនផងជាចុងក្រោយសូមជួយចុច subscribe channel YouTube ខ្ញុំផងអរគុណច្រើនសូមជម្រាបលា